ស្ដីបងប្អូនទាំងគ្នាថ្ងៃនេះយើងមកបំបែកដុំឆ្នាំងសាករបស់ឡាន 4X ដែលមានបញ្ហាខូចឡាននេះវានៅសាកធម្មតាទេគាត់ថាចេញឆែកបងប្អូនទាំងគ្នាជាមួយឆែកឆ្លងទៅណាឥឡូវយើងមកមើលការបំបែករបស់ខ្ញុំទាំងអស់គ្នាយើងដោះខ្ចៅគឺការដោះខ្ចៅវាដូចជាប្រហែលគ្រាប់ទេបងប្អូនទាំងគ្នាគាត់ថាវាចាក់កាវអញ្ចឹងណាចាក់កាវបរឹងយកតែម្ដងអញ្ចឹងយើងមានតែការបំបែកដោយការវាយខ្ចៅនេះគ្រាន់តែដោះដើម្បីឲ្យវាស្រឡះស្រួលវាយទេអាកន្លែងញ៉ែងកែងមាននោះវាជាប្រភេទស្ពាន់ខាងស្ពាន់ខាងក្នុងដូចជាប្រភេទក្តាស់អាលុយមីញ៉ូមដុំនេះទូនាទីវាដូចជាបំលែងភ្លើងបងប្អូនបំលែងភ្លើងព្រឹងសិនតោមើល logo គាត់នៅតោធ្វើការដោះខ្ចៅពីខាងអស់ដើម្បីងាយស្រួលវាយនេះខ្ញុំប្រើញញូនិងដែកដាប់ដើម្បីដាប់បំបែកវាមើលថាខាងក្នុងនេះវាមានអ្វីអញ្ចឹងណាចង់ដឹងលម្អិតលើទស្សនាទាំងអស់គ្នាបងប្អូនមើលមកជុំមកអានេះធ្ងន់បងប្អូនធ្ងន់ដូចជា2គីឡូ3គីឡូដែរឡាននេះដូចជាចេញកូនឆ្លងដុំនេះចេញកូនឆ្លង P0A6 ឃ្លៀបដាច់ទេបងប្អូនឃ្លៀបដាច់ទេសញ្ញា hybrid ទៅលើតាប់ឡូអញ្ចឹងណានេះដែរជាប្រភេទឆ្លងសាកដែលសម្រាប់ឡានព្រុសសម្រាប់ឡាន 4X ដែលមានប្រព័ន្ធសាក hybrid ហ្នឹងបងប្អូនដែលប្រើ hybrid អញ្ចឹងមានឆ្នាំងហ្នឹងហើយអញ្ចឹងឆ្នាំនឹងខូចឥឡូវយើងមិនអីចាយទេយើងធ្វើការបំបែកមើលទៅថាខាងក្នុងនេះមានអ្វីទូនាទីវាសម្រាប់ធ្វើអ្វីបំបែកលេងបងប្អូនការចង់ដឹងចង់ឃើញយើងលុបអីចាយក៏បានអត់បានបានដែរប៉ុណ្ណេះធ្វើការដាប់ខាងមកដាប់វិញនេះជាប្រភេទជួចាក់បងប្អូនរឹងឲ្យដាប់មិនស្រួលនោះខ្ទៀតត្រូវឡើងក្តៅដែរហ្នឹងណាដល់នេះយើងមកបំបែកដែរពីខាងក្នុងវាបងប្អូនវាមានដូចជាដុំអាលុយមីញ៉ូមដូចជាបំលែងភ្លើងឬក៏បំភាយកម្ដៅកុំឲ្យក្តៅពេកអញ្ចឹងមានដុំទប់ហើយបន្ទាប់ខាងលើនេះគឺជាដុំដូចជាសន្ទះកាត់បន្ថយកម្ដៅកុំឲ្យវាភាយចេញកម្ដៅនេះបើសិនជាបំបែកបើសិនជាជួសជុលអីក៏មិនអាចជួសជុលបានទេបងយើងមានតែដូរមកដុំនេះចេញតែម្ដងបើសិនជាកាត់នៅខូចអញ្ចឹងណាតែនេះយើងបំបែកដើម្បីចង់ឃើញថាវាទូនាទីវាធ្វើអីស្ទប់សន្ទះដែលយើងកោះចេញនេះគឺសន្ទះទប់កម្ដៅហើយវីដេអូនេះគឺមានប៉ុណ្្នេះទេបងប្អូនគ្នាបើសិនជាមានវីដេអូណាថ្មីថែមទៀតយើងថតឲ្យទស្សនាបងប្អូនទៀតកុំភ្លេច like subscribe អ្នកមួយផងអរគុណ